មួយរយៈចុងក្រោយនេះឃើញបងប្អូនអ្នករត់កង់3គាត់បាត់ចំណូលហើយក៏មានភាពល្អូរល្អំក្នុងការដែលមានរថយន្តថ្មី EV នេះអគ្គិសនីនេះគឺចូលមកក្នុងប្រទេសកម្ពុជាយើងធ្វើឲ្យទីផ្សារឡានតាក់ស៊ីហ្នឹងគឺមានភ្ញៀវជិះច្រើនជាងលំអកកង់3របស់គាត់ហើយឃើញមានគេខមមិនថាចេះតម្លៃប្រហែលគ្នាហើយពេលខ្លះឡានអគ្គិសនីហ្នឹងគឺចង់ថោកជាងPass App ឬ Grab អីទៀតអញ្ចឹងម្នាក់ចូលចិត្តជិះអ្វីថោកហើយល្អងាយស្រួលប៉ុន្តែធម្មតាបងប្អូនអ្វីដែលមកថ្មីត្រូវតែប្រកួតប្រជែងទីផ្សារដើម្បីឆក់ឲ្យភ្ញៀវបានដឹងបានឮហើយនឹងទទួលសេវាកម្មជិះរបស់គាត់ឲ្យបានច្រើនព្រោះអីធម្មតាយើងមកថ្មីយើងត្រូវធ្វើអីឲ្យក្រោយគេមែនប៉ុន្តែយើងធ្វើអីឲ្យល្អឲ្យតាក់ទាញដើម្បីបានភ្ញៀវមកច្រើនអញ្ចឹងធម្មតាគេទីផ្សារគេចង់ទាញភ្ញៀវបានជិះច្រើនហើយចាំគេឡើងថ្លៃឬក៏មិនយើងអត់ដឹងទេទីផ្សារគេប៉ុន្តែមួយរយៈនេះគឺបងប្អូនដែលគាត់ជាអ្នករត់កង់3ហ្នឹងគឺគាត់ពិបាកខ្លាំងមែនទែនទីមួយសេដ្ឋកិច្ចមិនសូវល្អហើយអត់សូវមានអ្នកជិះហើយឥឡូវនេះឡានចិនចូលមកអញ្ចឹងទៀតធ្វើឲ្យបងប្អូនអ្នកជិះហ្នឹងគេបកទៅជិះឡានតាក់ស៊ីច្រើនជាងកង់3ព្រោះគេគិតថាខែនេះខែភ្លៀងខែក្តៅខ្លាំងដល់អញ្ចឹងពិបាកក្នុងការធ្វើដំណើរហើយធម្មតាថ្មីអញ្ចឹងគេមាន promotion ថែមនេះថែមនោះដូចបងប្អូនខ្ញុំតែងណែនាំខ្ញុំទៀតណាខ្ញុំរដងជិះតាកង់3និយាយមែនណាខ្ញុំអត់ដែរជិះតាក់ស៊ីទេហើយគាត់ណែនាំថាបងឯងកក់តាមapp ហ្នឹងទៅហើយគេ upgrade យើងបានជិះឡានហើយអញ្ចឹងយើងមិនបាច់ជិះPass App តុកអីហ្នឹងទេអញ្ចឹងគេ upgrade យើងកក់តាមពិតយើងកក់កង់3ណាតែគេ upgrade ឲ្យយើងតម្លើងឲ្យយើងបានជិះឡានអញ្ចឹងងាយស្រួលហើយជិះអស់តែ5 6,000អីចឹងទេអញ្ចឹងវាធូរថ្លៃមែនតើគាត់ណែនាំឲ្យខ្ញុំជិះប៉ុន្តែខ្ញុំនៅតែយើងធ្លាប់ជិះអីយើងជិះអាហ្នឹងអីចឹងព្រោះណាមួយចិត្តហើយមួយទៀតខ្ញុំអត់ទលាប់សូវជិះទេព្រោះយើងមានឡានផ្ទាល់ខ្លួនដែរអញ្ចឹងហើយក៏មានម៉ូតូដែរអញ្ចឹងយើងងាកជិះរបស់ខ្លួនឯងអីចឹងណាដល់តែយូរយើងទៅពលានឬក៏មានការដែលឡានមានបញ្ហាឬក៏ម៉ូតូមានបញ្ហាហើយបានយើងorder កំងឡានតាក់ស៊ីឬក៏រថយន្តកង់3គេហៅថា Pass App អីហ្នឹងណាហើយអ្នកខ្លះគាត់និយាយថាខាងឡានតាក់ស៊ីហ្នឹងក៏ជាបុគ្គលិករបស់ឲ្យគេអញ្ចឹងខ្មែរដូចគ្នាគាត់អ្នករត់កង់3ក៏ខ្មែរដូចគ្នាអញ្ចឹងចំណូលប្រចាំខែពួកគាត់នោះកង់3ហ្នឹងគាត់រត់ដើម្បីយកកម្រៃខ្លួនឯងហើយបង់ភាគរយចូលក្រុមហ៊ុនខ្លះហើយបើខាងឡានអគ្គិសនីហ្នឹងគឺជាបុគ្គលិកស៊ីប្រាក់ខែវិញអញ្ចឹងគេថាខ្មែរដូចគ្នាអត់អីទេប៉ុន្តែខ្ញុំចង់និយាយថាចេះខ្មែរដូចគ្នាក៏ដោយអីក៏ដោយធម្មតាមនុស្សម្នាក់តែងតែមានជំរឿសចង់ទាំងខ្ញុំទាំងគេចង់បានថោកហើយល្អអញ្ចឹងធម្មតាទីផ្សារគេប្រកួតប្រជែងអញ្ចឹងយើងជាអ្នកដែលរកស៊ីរបរហ្នឹងគឺវាតឹងខ្លាំងមែនទែនសូម្បីតែខ្ញុំអ្នករកស៊ីដូចគ្នាដែរហាងពេលខ្លះអត់មានភ្ញៀវក៏យើងមានអារម្មណ៍ថាអត់សុបាយចិត្តធុញថប់ហើយរកវិធីណាគួរតែធ្វើឲ្យមិនឲ្យមានភ្ញៀវអញ្ចឹងណាគឺវាដូចគ្នាអញ្ចឹងគួរតែក្រុមហ៊ុនដែលជាកង់3ដែលយើងដាក់ហ្នឹងគួរតែមានប្រម៉ូទកូដឃើញខ្ញុំនិយាយខ្ញុំមិនសូវដែរជីទេប៉ុន្តែឃើញមានគេប្រម៉ូទកូដមានប្រម៉ូទកូដថ្ងៃនេះថ្ងៃនោះអីដើម្បីតម្លើង upgrade បានជាល្អចេះមួយចុះពីរធម្មតាទីផ្សារប្រកួតប្រជែងគឺគេប្រកួតខ្លាំងមែនទែនដើម្បីឆក់យកភ្ញៀវអញ្ចឹងបើយើងនៅតែរក្សាដដែលអញ្ចឹងខ្ញុំគិតថាវានឹងអាចបាត់បង់ភ្ញៀវដែរគេថាខ្មែរជួយខ្មែរស្រឡាញ់ខ្មែរខ្ញុំមានប្អូនម្នាក់គាត់ឃើញមកតាក់ទងហាងខ្ញុំដើម្បីដាក់ app មួយដើម្បីកំងម្ហូបញ៉ាំណាអាហ្នឹងគឺជា app មួយរបស់កូនខ្មែរមែនហើយខ្ញុំចេះចង់ដាក់ដែរខ្ញុំឲ្យក្មេងៗខ្ញុំតាក់ទងនិយាយការងារមួយគាត់ដែរប៉ុន្តែគាត់គិតភាគរយហ្នឹងគឺ20%អញ្ចឹងគឺថ្លៃជាង app ផ្សេងដូចជា Grab Food Panda Wow Now អីចឹងទៀតអញ្ចឹងខ្ញុំសម្រេចចិត្តថាអត់បានដាក់ទេព្រោះអីតម្លៃគាត់មកក្រោយគេហើយគាត់ថ្លៃជាងគេអត់មានអ្វីឲ្យពិសេសសម្រាប់ខ្ញុំអញ្ចឹងណាបើគាត់មាន promotion ល្អកាត់ភាគរយតិចអីចឹងក៏ខ្ញុំឲ្យក្មេងៗខ្ញុំ register ដាក់ app គាត់ដើម្បីឲ្យប្រើប្រាស់ដែរដើម្បីឲ្យមានភ្ញៀវកក់ខ្ញុំដែរប៉ុន្តែគាត់ app គាត់ថាជា app ថ្មីដែលបង្កើតឡើងដោយកូនខ្មែរអញ្ចឹងខ្ញុំអត់ដឹងថា app ហ្នឹងមានអ្នកregister អ្នកប្រើប្រាស់ច្រើនឬក៏អត់ទេដើម្បីឲ្យយើងភ្ញៀវយើងបានឃើញមុខម្ហូបយើងដើម្បីកំងយើងអញ្ចឹងយើងអត់ដឹងថា app គាត់បង្កើតរយៈពេលយូរខ្លាំងឬក៏មិនអីដើម្បីមានអតិថិជនច្រើនអីអត់ធម្មតាគាត់មកថ្មីខ្ញុំគិតថាគួរតែធ្វើ promotion ឲ្យល្អហើយយកភាគរយពីខ្ញុំជាអ្នកម្ចាស់ហាងនេះយកទៅរៀងតិចអញ្ចឹងបានយើងមានទឹកចិត្តនឹងការធ្វើការងារជាមួយគ្នាទៀតដល់តែគាត់មកក្រោយគេហើយគាត់តម្លៃគឺថ្លៃជាងគេដែលនៅរាល់ថ្ងៃនេះទៀតអញ្ចឹងសួរថាពួកខ្ញុំជាម្ចាស់អាជីវកម្មហ៊ានទទួលយកអត់គឺអត់ហ៊ានទេហើយគាត់និយាយថាខ្មែរស្រឡាញ់ខ្មែរមែនតាបងខ្ញុំផ្ដាំទៅបងអូនអីចឹងថាឃើញវីដេអូនេះក៏មិនដឹងណាឃើញថាខ្មែរស្រឡាញ់ខ្មែរតែក៏គួរតែយោគយល់ដូចជាខ្ញុំម្ចាស់ហាងខ្មែរដូចគ្នាដែរអញ្ចឹងគួរតែបញ្ចុះតម្លៃឬមាន promotion អីឲ្យពួកយើងវាមានអារម្មណ៍ថាកក់ក្ដៅចង់ដាក់ជាមួយធ្វើការមួយគ្នាខ្ញុំតែចង់ធ្វើការជាមួយដូចគ្នាដល់តែគាត់ប្រើថាខ្មែរជួយខ្មែរស្រឡាញ់ខ្មែរជួយដាក់ app នឹងមួយទៅជួយដាក់ហើយ
ភាគរយកាត់របស់ខ្ញុំរៀងច្រើនជាង app ចាស់ៗរបស់ខ្ញុំទៀតអញ្ចឹងឲ្យខ្ញុំដាក់មិនហើយដាក់ហ្នឹងមានភ្ញៀវមានភ្ញៀវដែលទទួលបានអ្វីការកំងនឹងអត់ព្រោះអីធម្មតា app ខ្ញុំមាន3 4ហើយជួនកាលមួយថ្ងៃហ្នឹងលក់បានខាងនេះខាងនោះអីចឹងជួនកាល app នោះអត់ដែរមានសោះជួនកាល3 4ថ្ងៃអត់ទាន់មានហង app គេយូរឆ្នាំហើយនៅអត់ទាន់មានអញ្ចឹងគាត់មកពីក្រោយគេគួរតែមាន promotion មានអីមានបញ្ចុះតម្លៃប្រហែលភាគរយឲ្យខ្ញុំជាម្ចាស់ជីវកម្មនេះឲ្យខ្ញុំមានអារម្មណ៍ថាឃើញគាត់ promotion ឲ្យយើងចំណេញអញ្ចឹងគាត់មកដល់ដំបងគួរតែគាត់ធ្វើមិនសំម៉ួយអាកាក់ល្អិតរបៀបគាត់ចំណេញតិចសិនទៅដើម្បីឲ្យapp គាត់ហើយនឹងអាជីវកម្មគាត់ដំណើរការដូចគ្នាមួយវិញទៀតឡាន EV ជីបានគ្នាប្រហែលជា4នាក់មុខមួយក្រោយអាចជី4 5នាក់អញ្ចឹងបើជាកង់3អាចជីតែ3នាក់អីទេរៀងឆ្អៀតហើយអញ្ចឹងផែគ្នាគេជីអាឡាន EV ឲ្យតិចស្រួលខ្លួនឲ្យបានគ្នាច្រើនទៀតអានេះអារម្មណ៍ខ្ញុំពេលឃើញជាក់ស្ដែងណាខ្ញុំក៏អត់មានខាងណាដែរខ្ញុំក៏អត់មានខាងបងកង់3ហើយក៏អត់មានខាងក្រុមហ៊ុនអគិសនីឡានអគិសនីដែរគ្រាន់តែយើងឃើញអ្វីជាក់ស្ដែងគួរតែគិតថាអាប់ដេតមិនអីចឹងបញ្ចុះតម្លៃបន្ថែមឬក៏មិនអីចឹងណាតែធម្មតាបងប្អូនរៀងពិបាកតិចព្រោះឥឡូវសាំងក៏ឡើងថ្លៃហ្គាសក៏ឡើងថ្លៃពួកគាត់ដែលជាអ្នករត់កង់3ឃើញពួកគាត់ពិបាកក្នុងការរស់នៅមែនតើជួនកាលមួយថ្ងៃរត់បានតែ2 3ភ្ញៀវចឹងណាហើយ2 3ភ្ញៀវចឹងឧទាហរណ៍ថា10000មិនប្រកាសថាមិនគាត់បាន10000ទៀតកាត់ភាគរយចូលក្រុមហ៊ុនទៀតហើយថ្លៃសាំងក៏ឡើងហ្គាសក៏ឡើងហើយដល់តែមានទីផ្សារខាងឡានអគិសនីរបស់ចិនហ្នឹងចូលមកប្រកួតប្រជែងទៀតចឹងទៅរឹតតែគាត់ពិបាកក្នុងការរស់នៅហើយត្រូវការបងអង្គការផងបងធនាគារផងមិនស្រួលទេក៏មានអារម្មណ៍ថាអាណិតពួកគាត់ដែរប៉ុន្តែគួរតែខាងគាត់ក្រុមហ៊ុនគាត់មានដំណោះស្រាយគួរតែកាត់ភាគរយគាត់រៀងតិចជាងនឹងតិចឬក៏មាន promotion អីដូចគេធម្មតាទីផ្សារសេរីប្រកួតប្រជែងគេធ្វើមិនយកភ្ញៀវឲ្យបានច្រើនគេមកថ្មីមែនគេធ្វើមិនដើម្បីឲ្យមានភ្ញៀវច្រើនគេបញ្ចុះតម្លៃឲ្យច្រើនហើយគេបានភ្ញៀវច្រើនហើយគេចំណេញតិចអាហ្នឹងទីផ្សារយុទ្ធសាស្ត្រគេហើយណាមួយឡានគេសាកថ្មអញ្ចឹងគឺវារៀងចំណេញច្រើនណាវាអត់ដូចយើងចាក់ហ្គាសឡើងថ្លៃសាំងឡើងថ្លៃសូម្បីតែខ្ញុំជិះឡានរាល់ដងចាក់តែ$30ចាក់ហ្នឹងគឺពេញតែម្ដងតែឥឡូវចាក់$30បានតែពាក់កណ្ដាលទេណាអញ្ចឹងពេលខ្លះក៏ពិបាកដែរសូម្បីតែខ្ញុំជិះខ្លួនឯងក៏មានអារម្មណ៍ថាអើយឥឡូវអត់ហ៊ានចង់ទៅណាទេមុននឹងទៅណាគិតឲ្យហើយច្បាស់ហើយថាអូគួរញ៉ាំអីពីមុនអត់ទេជិះឆ្វែលពេញសិនឃើញកន្លែងណាទៅនោះមិនចូលញ៉ាំដល់ឥឡូវអត់ទេរៀងគិតតិចសិនទៅញ៉ាំអីភាសាគ្នាហើយចូលកន្លែងហ្នឹងហ្មងអត់មានថាអូជិះលេងជិះអីទៀតទេណាជិះលេងហ្នឹងបានតែសាំងតម្លៃ3000ក្រាស់4000តិចតួចអីចឹងស្រួលជិះហើយនៅពេលដែលឡើងឥឡូវឡើង5000ជាងរៀងពិបាកបន្តិចបងប្អូនឡើង5000ជាងអញ្ចឹងពិបាកអញ្ចឹងសង្ឃឹមថាមានដំណោះស្រាយជូនបងដែលជាកង់3ដើម្បីឲ្យគាត់មានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មទៅមុខទៀតព្រោះខ្ញុំអត់ចង់ឃើញបងpass app គាត់មានអារម្មណ៍អត់សុបាយចិត្តធម្មតាបងប្អូនខ្ញុំគិតថាអ្នកណាក៏អត់សុបាយចិត្តដែរនៅពេលដែលរលួយអត់បានទាំងគេទាំងយើង stress នៅពេលដែលរលួយបានគឺអារម្មណ៍ស្រស់ថ្លាអ្វីគឺវាល្អទាំងគេទាំងខ្ញុំដូចគ្នាឲ្យតែមានលុយរលួយបានគឺសុបាយចិត្តហើយវាអត់សូវទូចទុកនៅពេលដែលយើងរលួយអត់បានមួម៉ៅធុញថប់ដូចគ្នាអញ្ចឹងសំណុំពោមួយទៀតឃើញវីដេអូឃ្លីបមួយទៀតហ្នឹងហើយឃើញបងដែលជា pass app ហ្នឹងបែកធ្លាយសម្លេងឬក៏ស្អីទេគាត់ជេរភ្ញៀវរឿងជេរភ្ញៀវហ្នឹងក៏គួរកុំឲ្យមានដល់ពេលខ្លះគេថាយើងហ្នឹងជាកង់3ហ្នឹងសម្ដីអាក្រក់ជេរគេជេរភ្ញៀវជេរអីចឹងណាជីកច្រែជីកអីកាត់មុខឡានកាត់អីចឹងទៅធ្វើឲ្យអ្នកខ្លះគេត្រូវជីកក៏គេអត់ហ៊ានជីកអីចឹងគេខ្លាចរអាតែប៉ុណ្្នឹងអាហ្នឹងពីខ្ញុំទៅសូមសំណូមពរបងដែលបងមួយចំនួនទូចខ្ញុំគិតថាมันជាច្រើនទេអញ្ចឹងសង្ឃឹមថាពួកគាត់នឹងកែសម្រួលកែតម្រូវដើម្បីកុំឲ្យមានរូបភាពបែបហ្នឹងបែកធ្លាយអីទៀតចឹងណាអញ្ចឹងវាល្អប្រសើរសម្រាប់ភ្ញៀវដែរភ្ញៀវទាំងគេទាំងយើងអត់ចង់ឮសម្ដីពាក្យអីចាំយូរហើយមិនចេះមួយចុះពីអាមឹងជេរទៅជេរមកអីវាអត់ចង់ឲ្យមានអារូបភាពបែបហ្នឹងណាអញ្ចឹងអរគុណច្រើនបាយបាយជំរាបលា